ប៉ុន្តែកុំយកបច្ចេកទេសដែលគេប៊ូតនៅលើបរទេសនៅលើអន្តរជាតិហើយយកមកប៊ូតនៅក្នុងស្រុកខ្មែរកុំយកបច្ចេកទេសទាំងអស់ហ្នឹងកុំយកច្បាប់គោលការណ៍ទាំងអស់ហ្នឹងយកមកប្រើនៅក្នុងស្រុកខ្មែរវាប្រើអត់ត្រូវជាមួយបរិបទយើងទេវាប៉ុនជាមួយការប៊ូត page ទី2ការធ្វើទីផ្សារកុំយកការធ្វើទីផ្សារនៅបរទេសដែលគេប្រាប់មកទលំទលាយហ្នឹងយកមកធ្វើនៅស្រុកខ្មែរគឺធ្វើអត់ត្រូវទេវាមានរបៀបនៃការធ្វើរបស់វាបាទมันប្រកាសថាវា professional តាមគោលការណ៍ទៅវាដំណើរការល្អហើយអាហ្នឹងរឿងទី2ទី3ពាក់ព័ន្ធជាមួយនឹងការបិទការលក់ពាក់ព័ន្ធជាមួយនឹងបិទការលក់បងសំខាន់ណាយុទ្ធសាស្ត្រនៃការទទួលភ្ញៀវបាទនៅក្នុងចំណោមសិស្សខ្ញុំជិត 2000 នាក់ដែលគាត់កំពុងសិក្សាវគ្គម្ចាស់ជីវកម្មក៏ដូចជាការរៀន boot page boot អីជាមួយនឹងខ្ញុំហ្នឹងគាត់បានសួរសំណួរមកកាន់ខ្ញុំច្រើនណាលោកគ្រូអើយខ្ញុំឃើញគេប្រម៉ូទផ្សព្វផ្សាយមួយចំនួនទៅលើបច្ចេកទេសនៃការ boot page ទៅលើបច្ចេកទេសនៃការធ្វើទីផ្សារទៅលើការ design វីដេអូការតវីដេអូ design រូបភាពឲ្យ professional ទៅលក់ដាច់បងអត់ទេខ្ញុំនិយាយពាក្យពិតប្រាប់បងប្អូនមិនប្រកាសថាអញ្ចឹងទាំងស្រុងទេយើងជាអ្នកធ្វើអាជីវកម្មនៅលើអនឡាញត្រឹមត្រូវណាស់យើងចង់បានរូបភាព poster យើងស្អាតហើយយើងចង់បានវីដេអូយើង clean ហើយយើងចង់បានការ boot page ដ៏ជំនាញហើយតែមិនប្រកាសថាទាំងអស់ហ្នឹងវាធ្វើឲ្យអាជីវកម្មយើងដើរនោះទេអត់ទេបងប្អូនបាទហើយមូលហេតុនេះខ្ញុំមិនហ៊ាននិយាយអញ្ចឹងដោយសារតែខ្ញុំក៏ជាម្ចាស់អាជីវកម្មដែរគ្រួសារខ្ញុំក៏ជាម្ចាស់អាជីវកម្មដែរដល់តែពេលអញ្ចឹងទៅគឺខ្ញុំដឹងអំពីយុទ្ធសាស្ត្រហើយក៏របៀបនៃការធ្វើពេលខ្លះបងមិនប្រកាសតែយើងធ្វើទៅ professional បែប professional មើលទៅមានស្តង់ដារមានអីនឹងដើរទេអត់ទេបងខ្ញុំប្រាប់បងអត់ដឹងចង់អាជីវកម្មលើអនឡាញខ្លួនឯងដើរលក់ដាច់ដូចខ្ញុំនេះហើយមូលហេតុខ្ញុំហ៊ាននិយាយខ្ញុំសូមបាត់វងកញ្ចក់សិនហេតុតែខ្ញុំហ៊ាននិយាយដោយសារអីខ្ញុំជាគ្រូរបស់ម្ចាស់អាជីវកម្មរាប់ពាន់នាក់ខ្ញុំជាអ្នកប្រឹក្សាយោបល់ទៅកាន់ម្ចាស់អាជីវកម្មរាប់ពាន់នាក់អញ្ចឹងខ្ញុំជួបឲ្យដោះស្រាយបញ្ហាពួកគាត់ច្រើនណាស់បាទឃើញវីដេអូខ្ញុំចេញទៅមិនសូវជាមានគេហៅថា professional កាត់តលូតពេញពងស្អីឬក៏ចេញមក professional ណាទេខ្ញុំធ្វើខ្ញុំបញ្ជាក់តែលើគុណភាពលទ្ធផលចុងក្រោយខ្ញុំសូមប្រាប់បងប្អូនថាពាក់ព័ន្ធជាមួយអាជីវកម្មលើអនឡាញបើបងប្អូនទាំងអស់គ្នាចង់លក់ដាច់មិនមែនស្ថិតនៅលើតែអីត្រូវតាមបច្ចេកទេសស្តង់ដារហ្នឹងទេទី1បច្ចេកទេសនៃការ boot យើងត្រូវតែមានប៉ុន្តែកុំយកបច្ចេកទេសដែលគេ boot នៅលើបរទេសនៅលើអន្តរជាតិហើយយកមក boot នៅក្នុងស្រុកខ្មែរ កុំយកបច្ចេកទេសទាំងអស់ហ្នឹងកុំយកច្បាប់គោលការណ៍ទាំងអស់ហ្នឹងយកមកប្រើនៅក្នុងស្រុកខ្មែរវាប្រើអត់ត្រូវជាមួយបរិបទយើងទេវាប៉ុនជាមួយការ boot page ទី2ការធ្វើទីផ្សារកុំយកការធ្វើទីផ្សារនៅបរទេសដែលគេប្រាប់មកទលំទលាយហ្នឹងយកមកធ្វើនៅស្រុកខ្មែរគឺធ្វើអត់ត្រូវទេវាមានរបៀបនៃការធ្វើរបស់វាបាទมันប្រកាសថាវា professional តាមគោលការណ៍ទៅវាដំណើរការល្អហើយអាហ្នឹងរឿងទី2ទី3ពាក់ព័ន្ធជាមួយនឹងការបិទការលក់ពាក់ព័ន្ធជាមួយនឹងបិទការលក់បងសំខាន់ណាយុទ្ធសាស្ត្រនៃការទទួលភ្ញៀវបាទបងចេះធ្វើតែទាំង3ហ្នឹងទៅតាមបរិបទប្រទេសកម្ពុជាបរិបទប្រទេសដែលបងប្អូនកំពុងរស់នៅកំពុងលក់ដូរខ្ញុំជឿថាគ្មានអ្វីលក់មិនដាច់អាវ៉ាន់ខ្ញុំចាក់កើខ្ញុំនេះបរិញ្ញាគេ boot page ទទួលស្គាល់ខ្ញុំចែកម្លែកលើ YouTube ហើយដើម្បីកុំឲ្យមានគេឡងថាបើខ្លាំងណាស់ក៏មិនលក់បានខ្លួនឯងខ្ញុំលក់គេអាវ៉ាន់ខ្ញុំលក់អត់ខ្ញុំលក់គេអាវ៉ាន់ខ្ញុំចាញ់ហ៎គ្រួសារខ្ញុំក៏អ្នកលក់អនឡាញដែរអញ្ចឹងបងខ្ញុំអត់មានបច្ចេកទេសតែមាត់ទេគឺខ្ញុំមានអ្វីដែលធ្វើមកគឺចាញ់មកហើយបងទាំងអស់គ្នាមើលអញ្ចឹងពាក់ព័ន្ធជាមួយនឹងការធ្វើមិនប្រកាសតែយើងធ្វើទៅត្រូវតាមបច្ចេកទេសគឺយើងធ្វើទៅជោគជ័យទេបងវាមានរូបមន្តរបស់វាប៉ុន្តែមិនប្រកាសតែរូបមន្តទាំងនោះធ្វើនៅស្រុកខ្មែរយើងត្រូវនោះទេអញ្ចឹងណាហើយខ្ញុំក៏មិនបាននិយាយគោលបំណងថាអូធ្វើទៅតាមបច្ចេកទេសអត់ដើរមិនមែនទេបងពេលខ្លះបច្ចេកទេសគឺយើងធ្វើតាមហើយភាពច្នៃប្រឌិតគឺយើងធ្វើអញ្ចឹងណាបងបាទពេលបងជាមួយការលក់អនឡាញដូចខ្ញុំប្រាប់មុនអញ្ចឹងបើសិនចង់លក់ដាច់ជោគជ័យមានតែ3ទេទី1រៀនចេះធ្វើវីដេអូតាក់ទាញទី2រៀនគ្រប់គ្រង boot page ឲ្យត្រូវតាមបច្ចេកទេសដែលយើងគួរប្រើនៅស្រុកខ្មែរទី3ពាក់ព័ន្ធជាមួយនឹងការបិទការលក់អ្នកលក់ហ្នឹងហើយបាទ boot page ចង់ងាប់ធ្វើវីដេអូចង់ងាប់ហើយ boot អស់លុយមកទឹកហើយពេលភ្ញៀវឆាតចូល page មកបែរជាអ្នកតបឆាតអត់មានបច្ចេកទេសនៅក្នុងការបិទការលក់អត់បានដូចគ្នាខ្ញុំជឿតែនិយាយពាក្យពិតទេបងខ្ញុំអត់និយាយកាច់កឹងវែងឆ្ងាយបាទហើយខ្ញុំក៏អត់ថាខ្ញុំជាអ្នកបច្ចេកទេសខ្លាំងអីណាស់ដែរប៉ុន្តែគាត់ថាខ្ញុំធ្វើទៅបានផលខ្ញុំធ្វើទៅជោគជ័យហើយបើខ្ញុំហ៊ាននិយាយថាជោគជ័យតែលក់ដាច់ជោគជ័យបាទតែលក់ដាច់ជោគជ័យខ្លាចតែលក់អត់ដាច់ហើយខ្ញុំកំពុងនិយាយហ្នឹងខ្ញុំមិនមែនអត់ទេខ្ញុំកាន់ page គេក៏ខ្ញុំកាន់មកថាប៉ុន្តែខ្ញុំរើសទៀតហ្នឹងម្ចាស់ brand មួយចំនួនគឺខ្ញុំអត់ទទួលកាន់ដោយសារគាត់អត់យល់អំពីកិច្ចការមួយហ្នឹងបើអ្នកដែលយល់ខ្ញុំទៅបន្តកាន់ឲ្យគាត់អញ្ចឹងហើយកូនសិស្សខ្ញុំចិត្ត 2000 នាក់អាចថាបានតែវគ្គតូច 2000 នាក់ហើ
ហើយសុទ្ធថាកូនសិស្សទាំង2000នាក់ហ្នឹងមានអ្នកណាខ្លះម្ចាស់អាជីវកម្មខ្នាតតូចម្ចាស់អាជីវកម្មខ្នាតធំអ្នកដែលគ្រប់គ្រង page ឲ្យគេអ្នកដែលជំនាញទៅលើការគ្រប់គ្រង page ឲ្យគេ content creator សិតតអ្នករៀនមកខ្ញុំទាំងអស់ហើយសាកសម័យមកបើសិនជាសិស្ស2000នាក់ហើយគេចូលរៀនមកខ្ញុំអត់មានគុណភាពសូមថាខ្ញុំអាចឈរជើងបានដែរទេវាមិនអាចទៅរួចទេអញ្ចឹងខ្ញុំប្រាប់ថាអីមិនថិតនៅលើបច្ចេកទេសទេយើងស្ដាប់យើងរៀនអំពីបច្ចេកទេសប៉ុន្តែយើងត្រូវរៀនច្នៃប្រឌិតអ្វីដែលត្រូវជាមួយនឹងសង្គមត្រូវជាមួយបរិបទនិងត្រូវជាមួយនឹងទីផ្សារបច្ចុប្បន្នហើយនឹងត្រូវជាមួយផលិតផលរបស់យើងរូបមន្តខ្លះគេធ្វើនៅលើ page គេផលិតផលគេត្រូវប៉ុន្តែយើងមកធ្វើនៅលើផលិតផលយើង page យើងគឺអត់ត្រូវនោះទេផលិតផលខុសគ្នា audience ខុសគ្នាគឺខុសគ្នាសឹងតែទាំងអស់អញ្ចឹងអីនិយាយតែពាក្យប៉ិតទេបងបាទយកកំភ្លើងមកភ្ជុំខ្ញុំក៏ខ្ញុំទៅនិយាយតែចឹងដែរដោយសារអីដោយសារតែខ្ញុំជួយនិយាយពាក្យប៉ិតខ្ញុំអត់កិច្ចកង់វែងឆ្ងាយទេអញ្ចឹងបងប្អូនទាំងអស់គឺតែស្ដាប់ទៅអូខេវាសមហេតុផលក៏យកទៅបើថាស្ដាប់គឺថាអត់សមហេតុផលទុកវាទៅចាប់ទុកថាជាចំណេះដឹងទូទៅហ្នឹងហើយពីខ្ញុំទៅសិស្សខ្ញុំគឺខ្ញុំតែងតែប្រាប់ពួកគាត់បែបហ្នឹងបើមានតែគេប្រាប់បងប្អូនថាប៊ូតាមខ្ញុំទៅលក់ដាច់ធ្វើវីដេអូតាមខ្ញុំទៅលក់ដាច់គេបោកបងប្អូនហើយបាទតែបើមានគេប្រាប់ថាបងសាកធ្វើបែបនេះមើលបងសាកប៊ូតបែបនេះមើលតេស្តវាមើលតើអាជីវកម្មបងត្រូវជាមួយប្រភេទបែបហ្នឹងអត់អាហ្នឹងទើបជាអ្នកដែលចង់ជួយយើងពិតប្រាកដអូខេបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតអរគុណសម្រាប់ការតាមដានកុំភ្លេច Subscribe ខ្ញុំអ្នកមួយផងដើម្បីបានទទួលបានចំណេះដឹងប្រចាំថ្ងៃទៅលើការចែកម្លែកចំណេះដឹងពាក់ព័ន្ធមួយការធ្វើdigital marketing បាទនៅលើ online អរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតបាយបាយ